ភ្លើងឆេះក្លឹបក្រោមដីនឹងក្លាយជាភាពយន្តខ្មែរដ៏ល្អមើលបំផុតនាប្រមាណឆ្នាំចុងក្រោយនេះជួបហើយម្ដេញប្រន់ចារឿងកំសត់ក្នុងបាងនងកម្មសួស្តីអ្នកនរគ្នានៅថ្ងៃនេះខ្ញុំបាទច័ន្ទតារារិទ្ធនឹងមកនិយាយអំពីរឿងភ្លើងឆេះក្លឹបក្រោមដីដែលកំពុងតែចាក់បញ្ចាំងនៅតាមរោងភាពយន្តនានានៅក្នុងប្រទេសកម្ពុជាហើយបច្ចុប្បន្ននេះគឺកំពុងតែមានសន្ទុះនៃការគ្រប់គ្រងខ្លាំងមែនទែនពីសំណាក់ទស្សនិកជនរឿងភ្លើងឆេះក្លឹបក្រោមដីនេះអាចក្លាយជាភាពយន្តខ្មែរដ៏ល្អមើលបំផុតនាប្រមាណឆ្នាំចុងក្រោយនេះនិយាយទៅគឺរឿងមួយនេះសឹងតែគ្មានកន្លែងទាស់ចំណុចខ្វះខាតគឺមានតិចតួចបំផុតនៅក្នុងសាច់រឿងដូច្នេះនៅថ្ងៃនេះគឺខ្ញុំនឹងមកនិយាយអំពីហេតុផលសំខាន់មួយចំនួនដែលខ្ញុំជឿជាក់ថារឿងមួយនេះអាចក្លាយជាភាពយន្តខ្មែរដ៏ល្អមើលបំផុតក្នុងចំណោមភាពយន្តខ្មែរនាប្រមាណឆ្នាំចុងក្រោយនេះហើយសូមបញ្ជាក់ការនិយាយនេះគឺខ្ញុំអត់មានទទួលបានការ sponsor ពីខាង LD ឬក៏អីទេគឺខ្ញុំនិយាយក្នុងនាមជាទស្សនិកជនដែលបានទៅទស្សនារឿងនេះផ្ទាល់តែប៉ុណ្ណោះចំណុចទី1សាច់រឿងត្រូវបានដកស្រង់ចេញពីហេតុការណ៍ពិតរឿងភ្លើងឆេះក្លឹបក្រោមដីនេះត្រូវបានដកស្រង់ចេញពីហេតុការណ៍ពិតដែលកើតឡើងនៅក្នុងទីក្រុងសៀមរាបកាលពីថ្ងៃទី1ខែធ្នូឆ្នាំ2021ដែលហេតុការណ៍ភ្លើងឆេះក្លឹបក្រោមដីនេះបណ្ដាលឲ្យមានមនុស្ស3នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងនោះមានសន្តិសុខ2នាក់និងម្នាក់ទៀតជាតារាចម្រៀងនៅក្នុងក្លឹបតែម្ដងដែលគាត់មានឈ្មោះថាឈឿនសំណាងអាយុ26ឆ្នាំឈឿនសំណាងនេះហើយគឺជាតួអង្គដ៏សំខាន់នៅក្នុងសាច់រឿងពីព្រោះថាក្រោយពេលដែលគាត់បានបាត់បង់ជីវិតទៅមានហេតុការណ៍ដ៏រន្ធត់ជាច្រើនបានកើតឡើងទៅលើក្រុមគ្រួសាររបស់គាត់ដែលពាក់ព័ន្ធជាមួយនឹងសមាជិកនៅក្នុងគ្រួសារទាំងអស់តែម្ដងរួមទាំងគូដណ្ដឹងរបស់គាត់ផងដែរជាពិសេសគឺពាក់ព័ន្ធនឹងរឿងរ៉ាវព្រីក្រឡាភ្លើងដែលរស់នៅក្នុងក្លឹបក្រោមដីនោះបណ្ដាលឲ្យភ្លើងឆេះក្លឹបនេះហើយវិញ្ញាណព្រីក្រឡាភ្លើងនោះបានតាមយាយីក្រុមគ្រួសាររបស់លោកឈឿនសំណាងមិនឲ្យរស់នៅបានសុខទេជាពិសេសគឺឃុំប្រលឹងរបស់តួអង្គនៅក្នុងក្លឹបនោះតែម្ដងចំណុចទី2ដែលបន្ថែមឲ្យសាច់រឿងទាំងមូលកាន់តែល្អមើលជួយចិត្តដិតអារម្មណ៍ខ្លាំងនោះគឺគ្រប់តួអង្គទាំងអស់សម្ដែងបានល្អជាពិសេសគឺតួអង្គពិសីខ្ញុំអាចនិយាយបានថានៅក្នុងសាច់រឿងនេះគឺគ្រប់តួអង្គនីមួយៗពួកគាត់សម្ដែងបានល្អចូលតួទៅតាមសាច់រឿងការនិយាយនៅក្នុងសាច់រឿងមួយនេះគឺនិយាយផ្ទាល់មិនបញ្ចូលសំឡេងទេក៏ប៉ុន្តែការនិយាយផ្ទាល់របស់ពួកគាត់គឺមិនសូវជាឆ្កងប្រមាណនោះទេពួកគាត់សម្ដែងបានល្អសឹងតែគ្រប់គ្នាមិនថាតែតួអង្គម្ដាយតួអង្គឪពុកតួអង្គប្អូនស្រីតួអង្គប្អូនប្រុសជាពិសេសគឺតួអង្គពិសីតែម្ដងគឺគាត់សម្ដែងចូលតួខ្លាំងនៅពេលដែលតួអង្គពិសីចេញមកម្ដងធ្វើឲ្យទស្សនិកជននៅក្នុងរោងភាពយន្តមានអារម្មណ៍ថាភ័យផងព្រឺសម្បុរផងជាពិសេសប្រសិនបើយើងស្រមៃទៅកាន់ហេតុការណ៍ពិតដែលកើតឡើងទៅលើក្រុមគ្រួសាររបស់ជនរងគ្រោះតើពួកគាត់មានអារម្មណ៍ព្រឺព្រួចភ័យរន្ធត់យ៉ាងណាទៅចំណុចទី3ដំណើរសាច់រឿងតាំងពីដើមរហូតដល់ចប់គឺប្រតិកលាគ្នាបានល្អនៅត្រង់ចំណុចនេះគឺខ្ញុំពិតជាសរសើរមែនទែនទៅដល់អ្នកដែលគាត់យកសាច់រឿងមកសរសេរបន្ថែមជាពិសេសគឺខ្ញុំសូមឲ្យមេដៃទៅដល់អ្នកដឹកនាំសម្ដែងតែម្ដងពេលខ្លះការយករឿងពិតមកសម្ដែងជាខ្សែភាពយន្តពិតជាមិនងាយស្រួលនោះទេប្រសិនបើយើងធ្វើត្រូវមិនត្រូវគឺសាច់រឿងចេញមកអាចឆ្កងប៉ុន្តែសម្រាប់ផលិតកម្ម LD លើកនេះគឺគាត់ធ្វើបានល្អខ្លាំងដោយសារតែការសម្ដែងនៅក្នុងសាច់រឿងគឺមានភាពលម្អិតច្បាស់លាស់ធ្វើឲ្យអ្នកទស្សនាជួចិត្តដិតអារម្មណ៍ខ្លាំងមានន័យថាការសម្ដែងគឺពួកគាត់មិនកាត់ឲ្យឆាប់ចប់នោះទេប៉ុន្តែធ្វើឲ្យអ្នកទស្សនាចង់ដឹងថានឹងមានហេតុការណ៍អីកើតឡើងជាបន្តបន្ទាប់ទៀតនៅក្នុងសាច់រឿងមានទាំងការបង្កើតចម្ងល់នៅក្នុងខួរក្បាលពេលដែលកំពុងតែទស្សនាផងមានទាំងភាពភ័យរន្ធត់ព្រឺសម្បុរលាយឡំជាមួយគ្នាដែលនៅត្រង់ចំណុចនេះហើយគឺកើតឡើងដោយសារតែការដឹកនាំសម្ដែងដែលពួកគាត់ចេះរៀបចំកាឡាសាច់រឿងចំណោទបញ្ហាដំណោះស្រាយនៃបញ្ហានៅក្នុងសាច់រឿងគឺពិតជាបានល្អខ្លាំងចំណុចទី4រឿងភ្លើងឆេះក្លឹបក្រោមដីនេះគឺជាខ្សែភាពយន្តខ្មែរដែលអាចទាញបេះដូងអ្នកទស្សនាឲ្យចូលទូទៅតាមសាច់រឿងបានសាច់រឿងគឺកំសត់ខ្លាំងមែនទែនលាយឡំជាមួយនឹងភាពភ័យរន្ធត់ព្រឺព្រួចនៅក្នុងសាច់រឿងយើងក្រឡេកទៅកាន់ហេតុការណ៍ពិតគឺពិតជាកំសត់ខ្លោចផ្សាខ្លាំងដោយសារតែតួអង្គប្រុសត្រូវព្រាត់ប្រាសគ្រួសារឪពុកម្ដាយបងប្អូនរួមទាំងគូដណ្ដឹងរបស់ខ្លួនដែលគាត់បានបាត់បង់ជីវិតទៅទាំងខ្លោចផ្សាទាំងអណោចអាធមនៅក្នុងក្លឹបប៉ុន្តែវិញ្ញាណរបស់គាត់បែរជានៅមិនបានសុខទៀតដោយសារតែការយាយីពីព្រីក្រឡាភ្លើងនៅក្នុងក្លឹបនោះឯងជាពិសេសនៅត្រង់ឈុតឆាកដែលគេរៀបការវិញ្ញាណរបស់តួប្រុសជាមួយនឹងតួព្រីកាឡាភ្លើងនៅក្នុងក្លឹបគឺពិតជាកំសត់មែនទែនដែលបង្ហាញអំពីការលះបង់របស់គូដណ្ដឹងរបស់គាត់ដែលសុខចិត្តឲ្យមនុស្សជាទីស្រឡាញ់ឬក៏វិញ្ញាណរបស់មនុស្សជាទីស្រឡាញ់របស់គាត់នឹងបានរៀបការជាមួយនឹងវិញ្ញាណព្រាយនោះដើម្បីធ្វើយ៉ាងណាឲ្យគាត់រួចចាកផុតពីក្នុងក្លឹបនោះទៅចាប់ជាតិថ្មីយើងក្រឡេកទៅកាន់ហេតុការណ៍ពិតវិញថាតើខ្លោចផ្សាររន្ធត់យ៉ាងណានៅពេលដែលមនុស្សជាទីស្រឡាញ់បានស្លាប់បាត់បង់ជីវិតទៅហើយប៉ុន្តែវិញ្ញាណបែរជាមិនបានមកជួបគ្រួសារ
មិនបានទៅចាប់ជាតិថ្មីដោយសារតែមានវិញ្ញាណអាក្រក់គឺវិញ្ញាណព្រីកាឡាភ្លើងនៅក្នុងក្លឹបនោះឯងដែលតាមយាយីក្រុមគ្រួសារគាត់មិនឲ្យបានសុខនោះទេហើយខ្ញុំក៏សូមចូលរួមសោកស្ដាយចំពោះហេតុការណ៍មួយនេះទៅកាន់ក្រុមគ្រួសារជនរងគ្រោះផងដែរសរុបមកវិញរឿងភ្លើងឆេះក្លឹបក្រោមដីនេះអាចនិយាយបានថាជាខ្សែភាពយន្តខ្មែរដ៏ល្អមួយនៅក្នុងចំណោមខ្សែភាពយន្តខ្មែរនាប្រមាណឆ្នាំចុងក្រោយនេះអរគុណបងប្អូនទាំងអស់គ្នាដែលបានទស្សនាវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់ហើយកុំភ្លេចជួយ Subscribe Channel YouTube របស់ខ្ញុំបាទផងដើម្បីទទួលបាននូវវីដេអូថ្មីៗជាបន្តបន្ទាប់ទៀតគណៈនេះខ្ញុំបាទច័ន្ទតារារិទ្ធសូមអរគុណនិងសូមជម្រាបលា